សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់នៅវីដេអូបន្ទាប់ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញដល់អ្នកទាំងអស់គ្នាពីរបៀប join domain ហើយដើម្បី join domain បានដំណាក់កាលទី1យើងត្រូវ set IP របស់ server របស់យើងក៏ដូចជា client របស់យើងអញ្ចឹង set up server គឺយើងយក 192.168.1.1 មក server របស់យើងថែមត100 កតុយទេដើម្បី join domain បានយើងត្រូវបង្កើត user មួយទៀតនៅក្នុងម៉ាស៊ីន VMware អញ្ចឹងយើងចូលទៅកាន់ VMware មួយទៀតហើយយើងចុច create new មកយើង create ដូច Windows Server ដែរយើងចុច next នេះយើងបាច់ខ្វល់ទៅយើង next រហូតទៅហើយយើងដាក់ឈ្មោះអីក៏បានត្រង់កន្លែងហ្នឹងអញ្ចឹងយើងដាក់ client v 8អញ្ចឹងទៅអញ្ចឹងអ្នកខ្ញុំគឺឧទាហរណ៍របស់ខ្ញុំគឺយក Windows 8មកយកមក set up គឺវាងាយស្រួលអញ្ចឹងអ្នកនរគ្នាអាចតម្លៃ Windows បានក៏បានដែរយើងចុច finish មកតោះមកយើងចូលទៅកាន់ setting ដើម្បីដាក់ ISO របស់វាយើងចូលទៅកាន់ CD ហ្នឹងហើយចុច use ISO ហើយយើងប្រើទៅកាន់ file Windows ដែលយើងបាន download នៅ file Windows ហ្នឹងអ្នកនរគ្នាអាច download Windows បានក៏បានដែរក្នុង browser ចឹងទៅណាខ្ញុំគឺបាន download ក្នុង browser យក Windows 8បើអ្នកនរគ្នាចង់ដាក់ Windows 8ដូចខ្ញុំដែរអ្នកនរគ្នាចូលទៅកាន់ Google search Windows 8.1 download នេះគេអានគេយើងចូលទៅកាន់ all មកហើយយើងចូល pro មកហើយយើងចុច download វាហើយយើងคลิกយកអា 3.5G ហ្នឹងយើងចុច download វាបានសម្រាប់ខ្ញុំគឺ download វាហើយខ្ញុំអត់ត្រូវការ download តទៀតទេគេខ្វែងវាវិញហើយយើង click OK មកហើយយើង start បន្ទាប់ពីយើងរងចាំវាហើយវានឹងចេញពុទ្ធនឹងចើយើងហើយយើង set up ដោយតា Windows 22របស់យើងដែរយកទី2មកហើយយើងចាំវា set up បន្ទាប់ពីយើងរងចាំហើយគឺវាចេញ Windows 8មកវាយើងដាក់ដូរឡើងវាដែរហើយយើងចុច next វាមកហើយយើងចុច next វាមកហើយយើង install វាបន្ទាប់ពីវា set up ហើយវាឲ្យយើងវាយទៅ product key នៅ Windows 8របស់យើង product key នេះអ្នកនរគ្នាអាចទៅយកពីអ៊ីនធឺណិតបានគឺគេ free ទេអញ្ចឹងproduct key នេះក៏ខ្ញុំយកមកពីអ៊ីនធឺណិតដែរហើយយើងត្រូវការវាយចូលមកបន្ទាប់ពីយើងវាយវាrồiហើយយើងចុច next មកហើយយើង accept license របស់វាមកចុច next ទៀតហើយយើងយក custom ក្នុងនេះវាមានត្រាយច្រើនតែក្នុងត្រាយផ្សេងៗវាអត់មានmemory ទេអញ្ចឹងយើងបន្ទាប់វាអត់មាន storage ទេអញ្ចឹងយកខាងលើគេ60G ដែលយើងបង្កើតពីដំបូងមកយើងចុច next មកយើងធ្វើការរងចាំវា install Windows ហ្នឹងហើយបន្ទាប់ពីវាដល់ពេញហើយវាទាមទារយើង restart ម៉ាស៊ីនអញ្ចឹងយើងចុច restart វាហើយយើងរងចាំវា restart ហើយបន្ទាប់ពី restart ហើយវានឹង load ឲ្យយើងធ្វើការបង្កើតនៅ account Microsoft មួយអញ្ចឹងក្រោយនេះយើងដាក់ឈ្មោះ PC របស់យើងមកយើងដាក់ខ្ញុំដាក់ឈ្មោះកណ្ដាលមកគឺ client W8 យើងចុច next ហើយនេះយើងចូលយក express setting មកបន្ទាប់ពីវាដាក់ពេញហើយវាធ្វើការឲ្យយើងបង្កើតនៅ account មួយអញ្ចឹងចុចនៅ create new មកតើវារងចាំមកវាធ្វើការយើងបង្កើតនៅ account ថ្មីអញ្ចឹងយើងដាក់ឈ្មោះមកទៅខាង finish ទៅយើងមិនបាច់បង្កើត account ទេវាគ្រាន់តែជាឧទាហរណ៍យើងបាច់បង្កើតក៏បានដែរបន្ទាប់ពីការរងចាំយើងចូលទៅកាន់Windows របស់យើងអញ្ចឹងយើងបង្កើត Windows user ថ្មីយើងបានហើយអញ្ចឹងយើងចូលទៅ start machine server របស់យើងមកអញ្ចឹងរងចាំមកវាដំណើរការមករឿងដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងធ្វើការដូរនៅ VNet user របស់យើងក៏ដូចជា machine របស់យើងចូល VNet តែមួយអញ្ចឹងយើង right click លើវាមកយើងចូលទៅកាន់ network adapter ហើយយើង select យក custom ត្រង់ custom នេះយើងចង់ចូល VNet បានដែរតែខ្ញុំគឺយក VNet មួយយើង click មួយមកហើយយើងចុច OK បន្ទាប់មកយើងចូលទៅកាន់ machine server របស់យើងអញ្ចឹងយើងធ្វើការដូរនៅ VNet របស់វាដែរយើង right click ដូចមុនអញ្ចឹងចូលទៅកាន់
setting ចូល network adapter custom ហើយយក VNet មួយហ្នឹងមកហើយអ្វីដែលយើងត្រូវធ្វើបន្តមកគឺយើងធ្វើការដូរ IP របស់វាដើម្បីដូរ IP វាយើងចូលទៅកាន់ control panel របស់វាយើងចូល Windows មក search ពាក្យថា control panel យើងคลิกវាហើយដោយសារ icon វាតូចពេកវាពិបាកមើលយើងដាក់វាធំមកហើយយើងចូលទៅកាន់ network sharing ហើយឃើញយើង search វាមកវាយពាក្យថា network and sharing center យើងคลิกលើវាមកមើលទៅកាន់ connection របស់វាអញ្ចឹង connection របស់វាយើងដុបคลิกលើវាមកចូលទៅកាន់ property ហើយយើងហៅ internet protocol version 4មកហើយយើង select យកខាងក្រោមហ្នឹងហើយយើងវាយ IP របស់យើងអញ្ចឹង IP នេះគឺ IP របស់ user 192.168.1.100 តោះមកយើង enter វាមកគឺវាចេញ subnet map ឲ្យយើងហើយសម្រាប់ខាងក្រោមនេះគឺយើងវាយ DNS server គឺយើងវាយ IP របស់ server របស់យើងអញ្ចឹង IP server របស់យើង168សុទ្ធតែ handler នេះខ្ញុំវាយខុសកន្លែងយើងដាក់168ហើយយើងវាយ DNS server របស់យើងមក 192.168.1.1 ហើយយើងអូខេវាមកដើម្បីយើងចង់ដឹងនៅ IP ម៉ាស៊ីនរបស់យើងវាចូលទៅកាន់ CMD មកហើយយើងវាយពាក្យថា IP config បន្ទាប់ពីយើងវាយ IP config ហើយវានឹងធ្វើការសូននៅ IP របស់យើងនេះ IP របស់យើងគឺ 192.168.1.100 ហើយយើងចូលទៅកាន់server របស់យើងដើម្បីដូរ IP server របស់យើងដែរដូរ IP របស់ server ហ្នឹងក៏យើងដូរទៅនឹងម៉ាស៊ីន client របស់យើងដែរចូលទៅកាន់ control panel មកហើយយើងធ្វើវាដូចគ្នាយើងចូលទៅកាន់ network and sharing center នឹងដូចគ្នានៅខាងលើហ្នឹងយើងចុច click លើវាមកតទៅពី click ហើយយើងមើលទៅកាន់ connection របស់យើងចូលទៅកាន់ property ហើយយើងអូនហៅ internet protocol version 4ដូចគ្នាហើយយើង click លើវាមកយើង select ចូលខាងក្រោមហ្នឹងមកហើយយើងវាយ IP machine server ទៅ machine server របស់យើង 192.168.1.1 ហើយយើង enter វាមកវាចេញ subnet mask ឲ្យយើងនេះDNS server ហ្នឹងយើងមិនបាច់វាយវាទេតែសារតែវាហ្នឹងជាម៉ាស៊ីន server set ហើយយើងអូខេមក default ហ្នឹងយើងអត់មានត្រូវការវាយទេហ្នឹងដូចជាយើងភ្ជាប់ទៅកាន់ internet អីយើងត្រូវការវាយវាតែយើងមិនអាចភ្ជាប់វាយើងអូខេមកហើយដើម្បីយើងឆែក IP យើងចូលទៅកាន់ CMD មកយើងវាយនៅ IP config ដូចគ្នាអញ្ចឹងគឺថាវាបានដូរហើយគឺ IP យើងបានវាយចូលមកអញ្ចឹងដើម្បីយើងឆែកទៅកាន់ user របស់យើងចូលនឹងថាវាស្គាល់គ្នាហើយណាយើងវាយ ping ហើយវាយ IP របស់ user របស់យើងហើយវាយទៅគឺថាវាអត់ចេញទេដោយសារតែ user របស់យើងហ្នឹងគឺវាមាន firewall អញ្ចឹងយើងចូលមកកាន់ user របស់យើងចង់ដឹងថាវាស្គាល់ server អញ្ចឹងយើងវាយ ping ហើយ IP របស់ server របស់យើងមកបើសិនជាយើងវាយហើយវា load reply មានន័យថាវាស្គាល់แบบនេះគឺវា reply ហើយអញ្ចឹងគឺថាវាស្គាល់ server ដោយសារតែ server ហ្នឹងអត់មាន firewall ទេអញ្ចឹងយើងចូលទៅកាន់ firewall មកដើម្បីបិទវាដើម្បីពាក្យថា firewall ហើយ click លើវាមកហើយយើងធ្វើការបិទវាទាំងអស់មកតទៅពីយើងបិទហើយយើងចូលទៅកាន់ server របស់យើងវិញចាំនឹងថាវាស្គាល់ហើយនៅអញ្ចឹងធ្វើការ clear វាសិនហើយយើងវាយ ping IP address របស់ user មកចុច100
វាយើងឃើញថាវា refresh ហើយគឺវាស្គាល់គ្នាហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងត្រូវ join domain អញ្ចឹងដើម្បី join domain បានយើងចូលទៅកាន់ PC មក right click លើ computer យើងមកយើងយក property ហើយយើងមើលខាងនេះវាដាក់ជា workgroup អញ្ចឹងយើងត្រូវ change វាទៅណាយើងត្រូវ change វាទៅ domain វិញហើយវាឲ្យយើងវាយឈ្មោះ local របស់យើងហើយ local របស់យើងហ្នឹងគឺនៅពេលដែលយើងបង្កើតនៅ domain server របស់យើងហ្នឹងតោះមកយើងវាយឈ្មោះ machine server របស់យើងអញ្ចឹង machine server របស់ឈ្មោះយើងវាយឈ្មោះចឹងមកហើយយើងដាក់ password គឺជា password យើង unlock ទៅកាន់ server របស់យើងតែថាយើងមិនមែនចេះតែ join ទេតើតែមានការអនុញ្ញាតឲ្យ password ឲ្យឈ្មោះ user មកចុះណាយើង join បាននេះគឺវា successful ហើយយើងចុច OK មកតែពី OK មកវាទាមទារយើង restart ហើយយើងចាំតិចសិនទៅបន្ទាប់ពីវា restart ហើយយើងចូលទៅឆែកមើលចង់ដឹងថាវាបាន join domain ហើយនៅយើងចូលទៅកាន់ machine server របស់យើងហើយយើងឆែកទៅកាន់ Windows directory ហើយយើងយក Chrome ហ្នឹងមកនេះគឺជាឈ្មោះ machine user របស់យើងគឺថាវាបាន join domain ជាមួយគ្នាហើយយើងអាច join វាបានច្រើននៅក្នុងក្រុមហ៊ុនយើងអាច join ទាំងអស់ទៅសម្រាប់បុគ្គលិកអញ្ចឹងវីដេអូហ្នឹងយើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា